ករណីដែលថៃមិនចង់ឲ្យខ្មែរល្បីមិនមែនជារឿងពិបាកនោះទេពេលអានសំណេរនេះចប់ហើយនឹងដឹងមូលហេតុហើយ1ពេលខ្មែរល្បីខ្មែរមានឱកាសសារអ្វីដែលជារបស់ខ្លួនត្រឡប់មកវិញហើយពេលនោះពិភពលោកក៏ដឹងថាអ្នកណាជាម្ចាស់ពិតនឹងខ្លែងខ្លាយខណៈដែលគុណខ្មែរកំពុងតែរះត្រចះត្រចង់ហើយមានផតាំងនៅលើជញ្ជាំងប្រាសាទស្រាប់នេះគឺជាតម្រុយវែកញែករវាងម្ចាស់ដើមហើយនឹងចៅ2ច្រើនសតវត្សកន្លងមកហើយថៃបានខົບខិតជាមួយចៅលួចសម្បត្តិវប្បធម៌របស់ខ្មែរហើយថៃលួចយកទៅទុកផតាំងបង្ហាញថាខ្លួនជាម្ចាស់វប្បធម៌ហើយក៏ផ្ដាំតមកចៅខ្មែរថាជាអ្នកលួចចម្លងវប្បធម៌របស់គេទៅវិញ3ដើម្បីក្លាយជាម្ចាស់កម្មសិទ្ធិប្លង់រឹងខ្នាតយក្សថៃបានយកជ័យភ័ណ្ឌដែលដណ្ដើមពីខ្មែរតាមដំណាក់កាលប្រវត្តិសាស្ត្រទៅចុះក្នុងបញ្ជី UNESCO 4ដើម្បីបង្វែងដានជាតិខ្លួននិងអន្តរជាតិឲ្យវឹកវរថៃបានបង្កើតប្រវត្តិសាស្ត្រថ្មីហើយថៃថាអង្គរវត្តជារបស់ថៃដើម្បីឲ្យស្របរចនាបថនៃប្រាសាទខ្លួនយកពីខ្មែរដែលមានរចនាបថដូចអង្គរវត្តដែរសម្រាប់បិទបាំងប្រវត្តិសាស្ត្រពីភ្នែកពិភពលោកពីពាក្យថាទន្ទ្រាននិងកាន់កាប់5ស្របពេលដែលសិលាចារឹកជាទឹកតាំងសំខាន់បំផុតសម្រាប់ទាំងអល់ប្រាប់ម្ចាស់កម្មសិទ្ធិថៃបានសរសេរសិលាចារឹកคล้ายៗតម្កល់ក្នុងសារមន្ទីរជាតិដែលចាស់ថាខ្លួនជាម្ចាស់កម្មសិទ្ធិពិត6ថៃមិនបានបង្រៀនកូនថៃថាដែលនៃដែលខ្លួនបានជិត20ខេត្តថាជារបស់ខ្មែរទេប៉ុន្តែបង្រៀនពីខេត្តចំនួន5ដែលជាខេត្តរបស់ខ្មែរស្រាប់ថាជាការលួចប្លន់ទឹកដីពីប្រទេសថៃទៅវិញពេលខ្មែរទទួលបានមកវិញក្រោមសន្ធិសញ្ញាបារាំងសៀម7ស្របពេលដែលប្រវត្តិវិទូពិភពលោកស្គាល់ម្ចាស់ដើមដែនដីអតីតខ្មែរព្រមទាំងកំណាយឃើញសម្ភារៈដែលមានអាយុកាលរាប់ពាន់ឆ្នាំមុនគ្រិស្តសករាជហើយក៏បដូរប្រវត្តិថ្មីដើម្បីឲ្យស្របនឹងកំហុសនោះថាគឺជាជនជាតិខ្លួនដែលបានរស់នៅសម័យកាលនោះ8ដោយកិច្ចមិនរួចពីការទទួលស្គាល់នៅបដិមារបស់ខ្មែរដែលពិភពលោកបានស្គាល់ទូលំទូលាយថៃក៏រាប់បញ្ចូលស្ដេចខ្មែរទាំងនោះថាជាស្ដេចរបស់ខ្លួនដើម្បីឲ្យស្របឃើញថាជនជាតិខ្លួនជាម្ចាស់ដើមលើទឹកដីដែលកំពុងកាន់កាប់9យន្តដែលពេញនិយមរបស់ជនជាតិថៃគឺជារបស់ខ្មែរទាំងអក្សរទម្រង់និងមុខងារដែលជាករណីពិបាកខ្លាញ់បន្លំពិភពលោកបានណាស់ក្នុងការទទួលស្គាល់ថាជារបស់ខ្មែរខណៈខ្មែរកំពុងតែរងការមើលងាយពីជនជាតិថៃស្រាប់ផងបញ្ជាក់ខ្ញុំមិនបានរើសអើងជាតិសាសន៍អ្វីទេខ្ញុំគ្រាន់តែប្រាប់ឲ្យដឹងថាតើម្ចាស់ខ្លាញ់បានធ្វើអ្វីនិងកំពុងធ្វើអ្វីបន្តទៀត